សួស្តីប្រិយមិត្តទាំងអស់ថ្ងៃនេះយើងបាននាំយករូបភាពកម្សាន្តនៅខេត្តកំពង់សោមមកកំដរអារម្មណ៍អ្នកទាំងអស់គ្នាEasy, coi, Asi, sit, sit, sit. ជិះទៅជិះមកក៏ទៅជប់ខ្លើជើង4និយាយជាមួយវា2 3ភាសាក៏វាមិនយល់តែមួយគឺភាសាចំណីកំលេងវាពេកអត់វាខំណូកុំឲ្យវាលោតសម្រាប់រួចហើយគិតថាចង់ទៅលេងកោះរាជបុត្រប៉ុន្តែដល់ទៅជួបអាផ្លូវគេបិទគេអត់ឲ្យតទៅមុខទៀតដល់ចឹងទៅអាផ្លូវដែលអាចទៅបានហ្នឹងថាត្រូវទៅវៀងដល់ចឹងទៅជិះមកវែងពេញអាហ្នឹងឃើញតែព្រៃអត់មានឃើញស្អីទេរកកោះរាជបុត្រឃើញត្រឡប់មកវិញក៏ជួបអាមិត្តជើង4ទៀតលើកនេះមានគ្នាច្រើនណាស់ទូចគួរឲ្យស្រឡាញ់ដល់ហ៎បន្តទៅទៀតយើងក៏បានជួបរូបចម្លាក់របស់ព្រះថោងនាងនាគដ៏ធំស្កឹមស្កៃពិតជាគួរឲ្យស្ញប់ស្ញែងមែនពេលឃើញរូបនេះខ្ញុំមានមោទនភាពចំពោះជនជាតិខ្មែរដែលធ្វើបានរបស់ល្អប្រណិតយ៉ាងនេះ
យើងបានស្នាក់នៅផ្ទះសំណាក់សុខសប្បាយ3យប់មុនទៅលេងកោះរ៉ុងហើយនិងកោះរ៉ុងសន្លឹមកន្លែងនេះស្អាតមែនទែនគួរឲ្យចង់នៅ